จะมีส่วนลูกปู่แบบเปรียบเทียบจมูกปีมุ่นให้ยังไงเลยปู่ปลาจีกรอบการมุ่นออกประมาณเบ้ให้บ้านเตือนพอผ่าทายมันก็เป็นหมอเพิ่นนี่ปู่เคยจะครบไหลยังไงខ្ញុំប្រើជីក្របសាមុនអស់ពី10បេផលវាបានតែ4 10តោនទេពីហិតាជាងពីហិតា 20A ប៉ុន្តែដល់វគ្គនេះខ្ញុំអត់ទាន់សន្និដ្ឋានប៉ុន្តែផ្លែលើសបាទផ្លែលើសល្អជាងវគ្គ1ធ្វើល្អវាល្អជាងវគ្គ1ប៉ុន្តែវគ្គនេះខ្ញុំប្រើជីអស់តែ 6B ទេអស់ 6B កាត់ពាក់កណ្ដាលបាទកាត់បន្ថយពាក់កណ្ដាលណាចឹងមើលតនាការនៃការលូតលាស់ពេលដែលលពូលាយជាមួយជីនឹងគាត់មីណាពូឃើញតនាការនៃការលូតលាស់ខុសផ្លៃគ្នាមិនដែរដែលធ្វើឲ្យវាកើនអាចកើនផលទៅបានឃើញដងដើមនឹងបែកគុំហ្មងបែកគុំដងដើមវាឡើងដាក់មកឡើងណាបងឡើងគាត់ថាអូស្រូវខ្ញុំល្អវគ្គនេះល្អជាងអាវគ្គ1ហ៎បាទឡើងដងដើមបែកគុំច្រើនហ្មងបាទឡើងតាំងពីនងមករហូតដល់ឥឡូវតាំងពីខ្ញុំបាចថ្ងៃ21ខែ5មករហូតដល់ឥឡូវហ្នឹងថ្ងៃនេះថ្ងៃ18ខែ7ហើយស្រូវចាញ់ហើយនៅតែល្អនៅតែខៀវបាទខ្ញុំបាច់ជីតែម្ដងហ្នឹងតាំងពីថ្ងៃហ្នឹងមករហូតដល់ឥឡូវស្រូវនៅតែបានយូរយ៉ាងលោកគ្រូបាទល្អបានយូរបាទអូដោយសារល្អបានយូរអញ្ចឹងបានធ្វើឲ្យយើងអាចកាត់បន្ថយជីក្របបានបាទចឹងយើងកាត់បន្ថយ6ពេលច្រើនណាបាទអញ្ចឹងផ្ដាំផ្ញើទៅវិជាកសិករមិនដែរពូបើចង់ចំណេញកាត់បន្ថយទីពូអញ្ចឹងណាបាទសូមឲ្យជួយប្រើហ្នឹងទៅប្រើតាមខ្ញុំអញ្ចឹងទៅបាទសូមឲ្យបងប្អូនកសិករដែលធ្វើជាអ្នកកសិករទាំងអស់គ្នាប្រើតាមខ្ញុំអញ្ចឹងទៅជីនឹងគល់មាសកាត់បន្ថយបានច្រើនហើយស្រូវល្អណាស្រូវល្អជាងអាយើងបាច់ជីក្របសុទ្ធបាទហ្នឹងហើយអរគុណច្រើនបាទនេះបងប្អូនយើងមើលស្រូវលោកបងទាំងអស់គ្នាស្រូវខាងក្រោយគាត់នេះគឺលើទៅ2ហិកតានេះយើងមើលតាំងពីគូដងដើមស្លឹកធំល្អពូណាបាទស្លឹកល្អមើលទៅមើលស្រូវនេះគឺពូជ OM5451 បាទ5451មើលទៅអត់ឃើញនេះអត់ឃើញស្លឹកឃើញតែផ្លែ2ហិកតាអញ្ចឹងទាំងអស់ពូបាទ2ហិកតាតែខ្ញុំសុំបងតិចទៅណាតិចខ្ញុំថតនោះមកតិចអូចាំរៀបរាប់ពីគុំបងអញ្ចឹងណាបាទតើបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងបងដែលគាត់ជាវិជាកសិករខាងគុំសម្បូរមាសស្រុកមុខពូលខេត្តកណ្ដាលតែគាត់បានបញ្ជីរួយគោលដំណឹងគាត់មាសបងប្អូនតោះទៅស្រាប់ជាមួយសម្ដីគាត់តែម្ដងបាទបងខ្ញុំនៅភូមិលងស្លែងឃុំសម្បូរមាសស្រុកមុខពូលខេត្តកណ្ដាលខ្ញុំបានប្រើជីនឹងគល់មាសនេះបានតែម្ដងទេប្រើបានតែម្ដងទេហើយអស់ជីរ៉ៃណែជីអស់ 6B ហើយនឹងជីគល់មាសហើយណែ6កញ្ចប់6គីឡូបាទតែបានតែប៉ុណ្ណឹងសូវជាងនេះបងប្រើ